សួស្តីពុកម៉ែបងប្អូនភូមិថ្ងៃនេះនាងខ្ញុំនិងក្រុមការងារបានចុះមកមើលស្រែរបស់លពូម្នាក់គាត់នៅវិញ្ញានៅជិតព្រំដែនតកែវបងប្អូនអ្នកគ្នាចាហើយថ្ងៃនេះគាត់រៀបចំនៃការបាញ់ថ្នាំស្រូវរបស់គាត់នៅវគ្គស្រូវចេញស្រស់បងប្អូនតើបងប្អូនទីដែលមើលថាគាត់បាញ់ថ្នាំអ្វីខ្លះនៅក្នុងវគ្គស្រូវចេញស្រស់នេះចាបងប្អូនដឹងស្រាប់ហើយតែជប៉ុននេះខ្ញុំកំពុងឈរនេះគឺមេឃកំពុងតែក្តៅខ្លាំងណាស់ពេលព្រឹកបងប្អូនមេឃកំពុងតែក្តៅខ្លាំងហើយទឹកភ្លៀងប្រយុទ្ធមិញភ្លៀងធំពេលដែលអាកាសធាតុប្រែប្រួលបន្ទាងងាយនឹងកើតបញ្ហាមួយចំនួនសម្រាប់ស្រូវចាទី1បញ្ហាកើតស្តេសដោយសារអាកាសធាតុទី2បញ្ហាមកពីជំងឺវាងាយកើតជំងឺនៅក្នុងស្រែទី3វាគឺជាលក្ខខណ្ឌមួយងាយកើតចម្រោកនៃសត្វល្អិតបំផ្លាញចាវាសមស្របទៅនឹងកម្ដៅនិងអាកាសធាតុបែបហ្នឹងណាបងប្អូនចាហើយកម្ដៅខ្លាំងហ្នឹងក៏វាងាយធ្វើឲ្យស្រែរបស់បងប្អូនហ្នឹងវាផុសចេញនៃប្រភេទអាឡូមីញ៉ូមជាដែកជាដើមចាវាប៉ះពាល់ទៅដល់ឫសស្រូវហើយស្រែរបស់ប្រុសគឺជាប្រភេទដីដែលមានផ្ទុកទឹកជូរ pH ទាបវាមានផ្ទុកជាដែកឬអាឡូមីញ៉ូមចានេះក៏ជាមូលហេតុមួយដែលកើតនៃជំងឺអុចត្នោតចាបងប្អូនតើជំងឺអុចត្នោតគឺជាជំងឺអ្វីហើយមូលហេតុគឺបណ្ដាលមកពីអ្វីដែរតោះបងប្អូនយើងទៅស្វែងយល់ពីជំងឺអុចត្នោតបន្តិចជំងឺអុចត្នោតគឺជាប្រភេទជំងឺបណ្ដាលមកពីផ្សិតហើយមុខសញ្ញារបស់ជំងឺអុចត្នោតជាដំបូងវានឹងកើតនៃស្នាមអុចតូចពណ៌ត្នោតនៅលើស្លឹកស្រូវបន្ទាប់មកស្នាមអុចហ្នឹងវានឹងប្រែជាធំចាហើយស្នាមអុចហ្នឹងគឺច្រើនមែនតើបងប្អូនចាមិនមែនតិចតួចដោយស្នាមអុចរបស់ជំងឺប្រឡាស់ទេណាចាជំងឺប្រឡាស់ហើយនិងជំងឺអុចត្នោតហ្នឹងវាមានស្នាមអុចស្តៀងគ្នាប៉ុន្តែវាមានភាពខុសគ្នាត្រង់ថាជំងឺប្រឡាស់ស្នាមអុចវាតិចជាងប៉ុន្តែការបំផ្លាញហ្នឹងគឺវាធ្ងន់ជាងជំងឺអុចត្នោតចាហើយបន្តស្នាមអុចហ្នឹងវានឹងប្រែជាធំហើយពណ៌នឹងប្រែជាត្នោតលឿងឬក៏ត្នោតក្រហមបងប្អូនអរគ្នាបើសិនបងប្អូនចង់ព្យាបាលជំងឺអុចត្នោតនេះឲ្យបានជាស្រឡះហើយមិនកើតម្ដងទៀតសូមបងប្អូនត្រូវតែស្វែងយល់អំពីមូលហេតុនៃការកកើតនឹងឲ្យបានច្បាស់ហើយយើងនឹងស្វែងរកវិធានការដើម្បីកម្ចាត់និងព្យាបាលឲ្យទាន់ពេលមូលហេតុទី1បណ្ដាលមកពីអាកាសធាតុគឺមេឃត្រជាក់ចាមេឃត្រជាក់ហ្នឹងក៏មានការប៉ះពាល់ទៅដល់ស្លឹកស្រូវដែរធ្វើឲ្យស្លឹកស្រូវហ្នឹងវាលូតលាស់ខ្សោយហើយក៏ងាយកើតនៃពពួកជំងឺហ្នឹងវាវាយលុកចាមូលហេតុទី2គឺដីរបស់បងប្អូនហ្នឹងមានផ្ទុកអាឡូមីញ៉ូមឬជាដែក pH ទាបមានផ្ទុកទឹកជូរបងប្អូនចាបើសិនមេឃក្តៅខ្លាំងហ្នឹងសារធាតុអត់ហ្នឹងវានឹងផុសឡើងហើយវាប៉ះទៅនឹងឫសស្រូវរបស់បងប្អូនធ្វើឲ្យឫសស្រូវខ្សោយហើយពេលដែលស្រូវខ្សោយហ្នឹងជំងឺហ្នឹងក៏វាងាយកើតទៅលុកតាមហ្នឹងបងប្អូនមូលហេតុទី3គឺបណ្ដាលមកពីពុលសរីរាង្គពុលសរីរាង្គហ្នឹងគឺបណ្ដាលមកពីសបើងហើយនឹងជាជ្រាំងកាកសំណល់សបើងជាជ្រាំងនៅក្នុងស្រែហ្នឹងវាច្រើនពេកហើយវាមិនតន់រលួយអស់ហើយនៅក្នុងរយៈពេលវារលួយហ្នឹងវាបង្កើតនៃសារធាតុពុលគឺហៅថាពុលសរីរាង្គបងប្អូនចាគឺជំងឺហ្នឹងវាងាយវាយលុកនៅក្នុងវគ្គនេះធ្វើឲ្យឫសស្រូវខ្សោយបងប្អូនទៅជំងឺវាងាយវាយលុកមូលហេតុទី4គឺប្រើខ្វះជាតិបំពន់ឬបាជីតិចឬក៏ប្រើខ្វះពពួកមីក្រូសារធាតុចាហើយសម្រាប់មូលហេតុទី5ហ្នឹងគឺបងប្អូនយើងហ្នឹងគឺបាជីមកពេកជាពិសេសគឺបាជីសជាអាសូតណាគាត់បាជីអត់មានការគ្រប់គ្រងនៃកម្រិតបាចបានល្អមូលហេតុទី6គឺមកពីការសម្អាតកាកសំណល់នៅក្នុងស្រែហ្នឹងវាមិនជ្រះការធ្វើដីវៃដីហ្នឹងវាមិនបានល្អចាកាកសំណល់សម្បើងជាជ្រាំងឬក៏ស្មៅអីហ្នឹងវាមានផ្ទុកជំងឺហើយយើងសម្អាតមិនជ្រះវានឹងអាចឆ្លងទៅរដូវក្រោយហើយមូលហេតុបន្តគឺបណ្ដាលមកពីយើងប្រើពូជដែលមានផ្ទុកជំងឺបងប្អូនអរគ្នាចាពូជពេលដែលយើងប្រើពូជហ្នឹងយើងត្រូវតែមើលពូជឲ្យច្បាស់បើសិនវាមានអុចនៅលើគ្រាប់ស្រូវហ្នឹងយើងពូជហ្នឹងយើងត្រូវតែរកវិធីដើម្បីកម្ចាត់ជំងឺសិនចាដោយការប្រើថ្នាំត្រាំពូជបងប្អូនអរគ្នាសម្រាប់វិធីការកម្ចាត់ជំងឺអុចត្នោតវិធីការទី1បងប្អូនពេលដែលយើងធ្វើដីហ្នឹងបងប្អូនយើងត្រូវតែសម្អាតកាកសំណល់សម្បើងចិញ្ច្រាំងស្មៅហ្នឹងឲ្យជ្រះចាជាពិសេសគឺស្មៅបងប្អូនត្រូវតែបាញ់កម្ចាត់ស្មៅមុននឹងយើងធ្វើការប្រុសស្រូវបងប្អូនអរគ្នាចាហើយមួយទៀតបើសិនស្រែរបស់បងប្អូនពេលដែលរៀបចំប្រមូលផលហ្នឹងវាមានផ្ទុកនៃជំងឺអុចត្នោតច្រើនអញ្ចឹងពេលដែលប្រមូលផលហើយបងប្អូនត្រូវតែដុតសម្បើងហើយនឹងចិញ្ច្រាំងណាបងប្អូនជៀសវាងនៃឆ្លងនៃរដូវក្រោយដោយសារផ្ទុកនៅក្នុងសម្បើងហើយនឹងចិញ្ច្រាំងពេលដែលបងប្អូនជ្រើសពូជបងប្អូនត្រូវជ្រើសរើសពូជ B ឬក៏ពូជរបស់បងប្អូននឹងមានផ្ទុកជំងឺដែរឬអត់
ចាបើសិនពូជរបស់បងប្អូនមានផ្ទុកជំងឺអុចថ្នោតនឹងបងប្អូនទៅតែរកវិធីសាស្ត្រគ្រប់គ្រងដូចជាយើងប្រើប្រភេទថ្នាំដើម្បីត្រាំពូជដើម្បីកម្ចាត់ជំងឺដែលវាមាននៅក្នុងក្របពូជបងប្អូនដើម្បីរដូវក្រោយហ្នឹងវាមិនមានការឆ្លងបងប្អូនត្រូវតែគ្រប់គ្រងកម្រិតជីបាចឲ្យបានល្អជាពិសេសនៃរដូវវស្សានេះបងប្អូនមិនត្រូវបាចលើសជីសជីអាសូតទេណាវានឹងធ្វើឲ្យស្លឹកស្រូវហ្នឹងស្ដើងហើយវែងស្លឹកស្ដើងក៏ងាយនៃការវាយលុករបស់ពពួកជំងឺហើយនឹងសត្វល្អិតទៀតបងប្អូនដូច្នេះបងប្អូនត្រូវតែប្រយ័ត្នចំណុចនេះចាហើយពេលដែលបងប្អូនប្រើប្រាស់ថ្នាំហ្នឹងបងប្អូនត្រូវតែផ្គប់ផ្គង់នៃសារធាតុបំពន់ឲ្យវាពេញលេញជាពិសេសនៃពួកមីក្រូសារធាតុបើសិនដីរបស់បងប្អូនណាដែលមានផ្ទុកទឹកជូរ pH ទាបឯហ្នឹងមានផ្ទុកជាតិដែកឬអាឡូមីញ៉ុមយើងត្រូវតែរកវិធីសាស្ត្រណាដើម្បីកាត់បន្ថយបង្កើននៃកម្រិត pH ឡើងជិះវិញពេលដែលស្រូវរបស់បងប្អូនហ្នឹងចាប់ផ្ដើមចេញស្រស់អីហ្នឹងណាបងប្អូនចំណុចហ្នឹងសំខាន់ណាស់ពេលដែលចេញស្រស់បងប្អូនត្រូវតែធ្វើការប្រើប្រាស់ថ្នាំឬក៏ប្រភេទជីណាដែលយើងអាចកាត់បន្ថយទឹកជូរនិងបង្កើន pH ចាបន្តមកទៅយើងធ្វើការប្រើប្រាស់ថ្នាំកម្ចាត់ចាហើយចំណុចបន្តទៀតបងប្អូននៅពេលអាកាសធាតុប្រែប្រួលមែនទេបងប្អូនត្រូវតែព្យាយាមឧស្សាហ៍ទៅមើលស្រែដើម្បីយើងប្រទះឃើញជំងឺហើយយើងនឹងធ្វើការបាញ់ការពារនិងកម្ចាត់តនពេលបងប្អូនអ្នកគ្នាជាពិសេសនៅវគ្គស្រូវចេញស្រស់នេះបងប្អូនយើងត្រូវតែដាក់ថ្នាំមានសារធាតុកម្ចាត់ជំងឺអុចថ្នោតហើយជំងឺផ្លាស់ហើយនិងបាក់តេរីទៀតដោយសារអាកាសធាតុបច្ចុប្បន្នហ្នឹងមានក្តៅមានភ្លៀងបងប្អូនភ្លៀងងាយជំរុញនៃកកើតនៃបាក់តេរីយ៉ាងច្រើនសារធាតុកម្ចាត់ជំងឺអុចថ្នោតមានច្រើនបងប្អូនដូចជា hexaconazole, difenoconazole, azoxystrobin និង metalaxyl ក៏កម្ចាត់ជំងឺអុចថ្នោតដែរបងប្អូនសម្រាប់ជំងឺអុចថ្នោតហ្នឹងវាអាចក៏កើតចាប់ផ្ដើមពីស្រូវរបស់បងប្អូនមុន10ថ្ងៃរហូតដល់ស្រូវទុំបងប្អូនអ្នកគ្នាចាស្រាប់ចាប់ពីស្រូវស្នាបរហូតដល់ស្រូវទុំអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នបន្តិចអំពីមូលហេតុបើមិនបងប្អូនឃើញមូលហេតុណាមួយក្នុងចំណោមមូលហេតុដែលខ្ញុំនិយាយនេះបងប្អូនយើងចាប់ផ្ដើមរកវិធានការដើម្បីការពារនិងកម្ចាត់ឲ្យបានទាន់ពេលបងប្អូនអ្នកគ្នាចាជាពិសេសនៅវគ្គដែលស្រូវធ្វើការចូលក្របដាក់ទឹកដោះហ្នឹងបងប្អូនត្រូវតែប្រយ័ត្នបន្តិចចាបងប្អូននេះគឺជាថ្នាំដែលលោកពូគាត់បាញ់នៅក្នុងថ្ងៃនេះចាមានបាក់តេរីផ្លាស់ហើយនឹងជំងឺការពារអុចថ្នោតជំងឺទុំស្លឹកលើមុនគូនិងជំងឺផ្សេងទៀតហើយក៏មានថ្នាំបំពន់ដើម្បីជំនួយឲ្យការចូលក្របដាក់ទឹកដោះហ្នឹងវាបានល្អជាពិសេសជួយជំរុញឲ្យស្រូវហ្នឹងវាឆាប់ចេញស្រស់ទៀតបងប្អូនអ្នកនេះចាបច្ចុប្បន្ននេះនាងខ្ញុំក៏ដឹងអំពីស្ថានភាពតម្លៃស្រូវវាមិនសូវបានថ្លៃដូចជាឆ្នាំមុនប៉ុន្តែបងប្អូនការដែលយើងធ្វើការដាំដំណាំស្រូវនេះចាំបាច់បងប្អូននៅក្នុងវគ្គចេញស្រស់ហ្នឹងបងប្អូនត្រូវតែបាញ់ថ្នាំឲ្យគ្រប់គ្រាន់ចាមានថ្នាំការពារជំងឺហើយនឹងកម្ចាត់សត្វល្អិតហើយនឹងថ្នាំបំពន់ទៀតចាដើម្បីយើងផ្គប់ផ្គង់ពេញលេញនៃសារធាតុបំពន់កុំឲ្យស្រូវហ្នឹងវាខ្សោយតែស្រូវខ្សោយជំងឺហើយនឹងសត្វល្អិតក៏ងាយវាយលុកធ្ងន់ដែរបងប្អូនជាពិសេសបងប្អូនប្រើប្រភេទថ្នាំដែលធ្វើឲ្យស្រូវហ្នឹងវាក្រាស់ចាសម្បកក្រាស់ស្លឹកស្រូវក្រាស់ដើមក្រាស់ចារឹងដើមរឹងស្លឹកនឹងបានជួយឲ្យស្រូវហ្នឹងវាបង្កើតនៃរនាំងការពារជំងឺវាបានល្អជាងហ្នឹងណាបងប្អូនអ្នកនេះហើយអ្វីដែលសំខាន់បំផុតហ្នឹងគឺបងប្អូនត្រូវតែឧស្សាហ៍ទៅមើលស្រែចាការចែករំលែករបស់នេះខ្ញុំក៏សូមចាប់ត្រឹមនឹងសិនជួបគ្នាជាមួយបងប្អូននៅក្នុងវីដេអូក្រោយៗទៀតអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូចាសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូន